បើតាមលោកបណ្ឌិតមាសនេះបច្ចុប្បន្នប្រទេសអ៊ីស្រាអែលមានប្រជាជនប្រមាណ9 លាននាក់ចំណែកប្រទេសសិង្ហបុរីមានប្រជាជន5 លាន 7 សែននាក់ប្រទេសទាំងពីរមានទំហំតូចប្រជាជនតិចប៉ុន្តែត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសខ្លាំងខ្លឹមទាំងវិស័យសេដ្ឋកិច្ចយោធាអប់រំនិងបច្ចេកវិទ្យាពលរដ្ឋអ៊ីស្រាអែលឬសិង្ហបុរីម្នាក់គឺជាកងទ័ពម្នាក់ជាអ្នកជំនាញម្នាក់ឬជាអ្នកវិទ្យាសាស្ត្រម្នាក់រឿងសំខាន់ដែលកម្ពុជាអាចរៀនសូត្របានពីប្រទេសសិង្ហបុរីនិងអ៊ីស្រាអែលគឺប្រទេសទាំងពីរនេះបានចាប់ផ្ដើមកសាងប្រទេសពីការឈឺចាប់ដោយបង្កើតឲ្យមាននូវអត្តសញ្ញាណរួមមួយដែលគេអាចរស់នៅជាមួយគ្នាបានហើយបដិញ្ញាចិត្តរៀបចំប្រទេសគេរហូតដល់គេក្លាយជាប្រទេសដែលខ្លាំងរហូតដល់សប្តាហ៍ថ្ងៃនេះចឹងតែនឹងជាមេរៀនមួយដែលសម្រាប់កម្ពុជាយើងថាតើកម្ពុជាយើងនៅពេលដែលយើងឈឺចាប់តើយើងឈឺចាប់ដើម្បីអីឬក៏យើងឈឺចាប់ដើម្បីតែក្តៅទៅហើយវិលមកឈ្មោះខ្មែរគ្នាឯងវិញសម្រាប់អ៊ីស្រាអែលហើយនិងសិង្ហបុរីគេឈឺចាប់ប៉ុន្តែគេព្យាយាមពង្រឹងនៅអត្តសញ្ញាណមួយហើយបន្តិចម្ដងក៏គេខ្លាចគេគិតរហូតដល់ថាគេត្រូវតែបង្កើតប្រទេសមួយមកវាផ្ទាល់ហើយអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ពីព្រឹត្តិការណ៍នៅក្នុងប្រទេសថៃដែលមានការកើនឡើងនៅអ្នកជាតិនិយមជ្រុលឬក៏ជាតិនិយមនេះគឺវាអាចនឹងនាំមកនៅការយល់តាមគ្រោះថ្នាក់ដល់ប្រទេសយើងដែលជាប្រទេសតូចបើសិនបើយើងមិនបានរៀបចំខ្លួនពីថ្ងៃនេះទៅឲ្យយើងខ្លាំងទេឲ្យយើងខ្លាំងទេគឺចង់យើងគិតថាឧទាហរណ៍ដែលគេផ្ដល់ឲ្យយើងប្រហែលខែនេះប្រហែលអាទិត្យចុងក្រោយនេះបានប្រាប់យើងទៅហើយថាគេអាចធ្វើស៊ីយើងបាននៅពេលខាងមុខ